តែជីកមើលទាំងយប់អញ្ចឹងតាបើដឹងថាផ្ទះខ្ញុំសិតតែរបស់ស័ក្តិសិទ្ធិកប់នៅក្នុងដីវ៉ាចងឯងមើលឃើញចងឯងអាយអូទីម៉ាស្នាដៃអ្នកដៃក្មេងដាំមិញហ្នឹងឃើញចៃថាវដោះមើមលៀនចេញមកខាងក្រៅគាត់នឹកឃើញថាអូយប្រហែលជាមើមធំហើយនាំគ្នាដកយកមកធ្វើអីញ៉ាំសិនកុំឲ្យវាចាស់ខូចអីចឹងណាបងប្អូនស្រាប់តែពេលដកមកបើដឹងថាមើមចៃថាវផ្ទះខ្ញុំចម្លែកខ្លាំងមែនតើអានេះពុកដក3ដកបដាឆ្ងល់បដាទេហើយចុះមិនក៏ចៃថាវអ្នកម្ដាយដាំហ្នឹងមិនក៏ចម្លែកខ្លាំងម៉េះអាខ្លះដកមកកពីកប៉ុកពេញណាអានេះកន្លងជុំច្បាស់កន្លែងដបងទេឆ្ងល់ទេដីផ្ទះខ្ញុំស័ក្តិសិទ្ធិមែនបានជាដាំចៃថាវមកចេញរូបរាងចម្លែកខ្លាំងម៉េះតែដល់ពេលមែនតែនទៅទើបដឹងថាមិនមែនមកពីផ្ទះខ្ញុំស័ក្តិសិទ្ធិទេបងប្អូននៅមកពីដីវារឹងដល់ពេលដាំទៅចៃថាវវាលោតមកទៅខាងលើវាអត់ចុះទៅខាងក្រោមសោះរងហ្នឹងបានច្រើនខ្លាំងណាខ្ញុំក៏ដកខ្លះយកមកធ្វើជាជ្រក់ចៃថាវអាហ្នឹងយើងញ៉ាំបានភ្លាមណាបងប្អូនយើងចិត្តចៃថាវឲ្យតែស្អាតអញ្ចឹងមកបន្តមកទៀតយើងហាន់វាជាប្រទេសរោយអំបិលម្លឹកព្រាមកយើងច្របាច់វាជាមួយនឹងអំបិលច្របាច់តទៅឆៃថាវនឹងស្ពោតចេញទឹកហើយធម្មតាគេយកវាទៅលាងទឹកឡើង3 4ដងអីយោតែខ្ញុំអត់ទេលាងទឹកតែម្ដងទៅបានហើយព្រោះខ្ញុំចូលចិត្តរសជាតិឆៃថាវតមកយើងដាំខ្ទឹមដាក់ម្ទេសដាក់អីចឹងទៅដាក់ស្ករ1វែក2វែកតាមយើងចូលចិត្តច្របាច់ក្រូចឆ្មាចាក់ទឹកត្រីហើយកូរវឹកច្បល់ចូលគ្នាទៅញ៉ាំបានហើយបងប្អូនអានេះគឺជាជ្រក់ឆៃថាវដែលខ្ញុំចូលចិត្តញ៉ាំតាំងពីក្មេងមកជាមួយនឹងត្រីអាំងដែលអាំងខ្លោចហុយទៅលំពេញផ្ទះហ្នឹងយើងញ៉ាំទៅចាហើយណាគេអាំងបងខ្លោចល្អតាមពិតទៅនឹងថតវីដេអូហ្នឹងបាទតែចង់បង្ហាញបងប្អូនពីរបៀបធ្វើឆៃថាវដកឆៃថាវអីទេតែចង់អួតពីស្បែកមុខឥឡូវគេលក់ឈុតមុខអាបូទីននោះអ្នកនរគ្នាអាបូទីនមានឈុតមុខអីណាតាំងពីចេញលក់ឈុតមុខមកសាច់មុខរៀងអាប់ដេតជាងមុនបន្តិចព្រោះធម្មតាយើងគេហៅថាកុំឲ្យគេគូលក់ថ្នាំផ្សេងអញ្ចឹងណាបងប្អូនយើងមុននឹងយើងលក់យើងត្រូវលាបឲ្យស្អាតខ្លួនឯងជាមុនសិនដែរសម្រាប់ស្បែកមុខមានជាប់មានអាចជ្រុយបងប្អូនប្រើឈុតនេះជាក់លើអាបូទីនថាវ៉ាន់មានគុណភាពបងប្អូនប្រើសាកទៅអត់ខុសទេ